ខ្ញុំជឿថាដំណោះស្រាយមិននៅលើការធ្វើឲ្យឡើងថ្លៃទេប៉ុន្តែវានៅលើការធ្វើឲ្យផលចំណេញរបស់បងប្អូននេះវាកាន់តែច្រើនលឺច្រើនជាងគេគឺបញ្ហារឿងថាចង់បានឲ្យទំនិញយើងនេះវាបានថ្លៃកសិផលបានថ្លៃមែនទេបងប្អូនចង់បានអញ្ចឹងហ៎បាទអញ្ចឹងថាកៃណូរដ្ឋមន្ត្រីមកធ្វើមិនឲ្យកសិផលឡើងថ្លៃខ្ញុំជឿថាដំណោះស្រាយមិននៅលើការធ្វើឲ្យឡើងថ្លៃទេប៉ុន្តែវានៅលើការធ្វើឲ្យផលចំណេញរបស់បងប្អូននេះវាកាន់តែច្រើនហើយចំណេញនឹងវាយ៉ាងម៉េចឥឡូវបើយើងចំណាយ10យើងបានចំណូល11វិញចំណេញតែមួយឯងមែនទេបាទប៉ុន្តែខ្ញុំសួរមួយទៀតថាអ្នកខ្លះគេរកចំណូលបានតែ5ឯងបាទតិចជាងយើងមែនទេចំណូលគេបានតែ5ឯងប៉ុន្តែចំណាយគេអស់តែមួយជាងគេចំណេញបានគេចំណេញដល់4ណោះពូមីងបងប្អូនឃើញទេចឹងអ្វីដែលខ្ញុំកំពុងគិតទៅថ្ងៃមុខដែលជាគោលនយោបាយកសិកម្មនេះគឺមិនមែនការជំរុញឲ្យឡើងថ្លៃឯងកសិផលហើយបកកការលំបាកទៅមនុស្សជាច្រើនទៀតដែលត្រូវការហូបចុកនៅកសិផលរបស់យើងឯងមែនទេរួមទាំងកូនចៅបងប្អូនយើងផងដែរដែលគាត់ទៅធ្វើការងារក្នុងវិស័យផ្សេងទៅកាត់ដេរទៅអីហើយក៏អត់បានដាំដុះអីទេដល់គាត់ទៅកាត់ដេរគាត់ត្រូវហូបគាត់ទិញម្ហូបមកថ្លៃឃើញទេចឹងអត់ជួយអីទាំងអស់បងប្អូនឃើញទេបានពួកគាត់ទិញម្ហូបថោកគាត់សំលុយបានច្រើនផ្ញើមកផ្ទះបានយើងវិញយកមកធ្វើស្រែធ្វើអីបន្តទៀតអាហ្នឹងឃើញវាប្រវល់ចឹងប៉ុន្តែបើសិនយើងធ្វើខុសទឹកដៅខុសការងារបញ្ហាកើតមានឡើងទាំងអស់គ្នាចឹងខ្ញុំសូមបញ្ជាក់ចឹងថាប្រយ័ត្នចាញ់បោកអ្នកនយោបាយគេហៅថាបោកប្រាស់ណាបាទចឹងសម្ដេចលោកធ្លាប់និយាយហើយមកជួបប្រជាកសិករហើយខ្ញុំធ្វើឲ្យទំនិញកសិផលឡើងថ្លៃទៅដល់កន្លែងកម្មករដែលគាត់ហូបម្ហូបចំណីអាហារថាខ្ញុំនឹងធ្វើឲ្យទំនិញចុះថោកហើយចឹងគាត់ធ្វើមិនអីកន្លែងឡើងថ្លៃចុះថោកសួរគាត់មើលគាត់យកលុយគាត់ទៅទិញទៅថ្លៃទៅហើយដល់ទៅពេលទៅដល់កន្លែងកម្មករគាត់យកលុយគាត់ទៅជួយទិញកម្មករចុះថោកទៅមានអីចឹងប៉ុន្តែគាត់ត្រូវចេញលុយណាបាទអាហ្នឹងមិនមានការទទួលខុសត្រូវប៉ុន្តែអ្វីដែលខ្ញុំលើកឡើងនេះគឺចេះខ្ញុំចង់ឃើញបងប្អូនយើងផលិតទៅប៉ុន្តែកាត់បន្ថយចំណាយជាអតិបរមាដូចយើងនិយាយមិញអញ្ចឹងបើយើងចំណាយឥឡូវយើងថាលក់បាន850 900 1គីឡូឧបមាអញ្ចឹងចុះប៉ុន្តែបើការចំណាយរបស់យើងធ្លាក់មកនៅត្រឹមតែ400 500ឃើញយើងចំណេញច្រើនទេអត់ចាំបាច់ទីឲ្យឡើងតម្លៃទេប៉ុន្តែយើងបញ្ចុះការចំណាយវិញហើយចំណុចនេះហើយដែលយើងកំពុងតែខំប្រឹងធ្វើការងារជាមួយជំនាញតែខ្ញុំមកថ្មីខ្ញុំចេះសួរជំនាញមើលទៅមិនឲ្យចំណាយវាធ្លាក់ចុះជីត្រូវប្រើប្រមាណបាទ